លិខិតស្នើសុំអន្តរាគមន៍សូមគោរពជូនឯកឧត្តម Donald Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិកតាមរយៈលោកស្រី Bridget L. Walker ភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជាកម្មវត្ថុស្នើសុំឯកឧត្តមប្រធានាធិបតីជួយអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជាឲ្យបើកលំហសិទ្ធិនយោបាយសេរីភាពនិងឲ្យមានប្រជាធិបតេយ្យនៅកម្ពុជាតបតាមកម្មវត្ថុខាងលើខ្ញុំមានកិត្តិយសសូមជម្រាបជូនឯកឧត្តមប្រធានាធិបតីមេត្តាជ្រាបថាចំពោះស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមុនឆ្នាំ2017សេរីភាពសហជីពសេរីភាពបញ្ចេញមតិសេរីភាពប្រមូលផ្ដុំកោតកម្មបាតកម្មនិងសិទ្ធិនយោបាយមានលក្ខណៈល្អប្រសើរតែមិនទាន់ពេញលេញក្រោយមកស្ថានភាពរបស់អ្នកនយោបាយសកម្មជននយោបាយមេសហជីពសកម្មជនសង្គមក្រមយុវជននិងប្រជាពលរដ្ឋខ្មែរនៅមិនទាន់អាចប្រើប្រាស់សិទ្ធិជាមូលដ្ឋានរបស់ខ្លួនបានពេញលេញដោយមានចែងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រជាណាចក្រកម្ពុជានៅឡើយនៅចុងឆ្នាំ2017ចំពោះបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមានការធ្លាក់ចុះយ៉ាងខ្លាំងក្រោយពីតុលាការកំពូលបានចេញសាលដីការំលាយគណៈបក្សសង្គ្រោះជាតិដែលមានសមាជិកសភាចំនួន55រូបនិងក្រុមប្រឹក្សាឃុំសង្កាត់ចំនួន 5007 អាសនៈក្នុងពេលនោះអាជ្ញាធរកម្ពុជាក៏បានចាប់ខ្លួនប្រធានគណៈបក្សសង្គ្រោះជាតិសកម្មជននយោបាយរួមទាំងដកសិទ្ធិអ្នកនយោបាយចំនួន118រូបនិងមិនអោយធ្វើនយោបាយអស់រយៈពេល5ឆ្នាំបញ្ហាទាំងនេះនៅមិនទាន់ដោះស្រាយបានរហូតមកដល់បច្ចុប្បន្ននៅឆ្នាំ2023គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកោជបបានច្រានចោលជាផ្លូវការនៅការចុះបញ្ជីគណៈបកភ្លើងទៀនសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខែកក្កដាដោយសំអាងថាគណៈបកភ្លើងទៀនពុំមានឯកសារចុះឈ្មោះគណៈបកច្បាប់ដើមនៅក្នុងប្រទេសប្រកាន់របបលទ្ធិប្រជាធិបតេយ្យសេរីនៅលើពិភពលោកគឺសិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិផ្នែកនយោបាយមិនត្រូវបានរើសអើងនិងបំផិតបំភ័យនោះទេចំពោះការវិវត្តសិទ្ធិសេរីភាពផ្នែកនយោបាយនៅប្រទេសកម្ពុជាគឺហាក់កាន់តែរួមតូចចង្អៀតហើយថែមទាំងមានការចាប់អ្នកនយោបាយសកម្មជននយោបាយមេសហជីពសកម្មជនសង្គមក្រមយុវជនមេដាធម្មជាតិនិងប្រជាពលរដ្ឋខ្មែរដោយគ្រាន់តែពួកគាត់ប្រើប្រាស់សិទ្ធិបញ្ចេញមតិមានដូចជាលោកថាច់សេដ្ឋាអនុប្រធានគណៈបកភ្លើងទៀនលោកសុនចន្ទធីប្រធានគណៈបកកម្លាំងជាតិកញ្ញាសេងធីរីមេធាវីខ្មែរអាមេរិកាំងលោកកើតសារាយប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរលក្ខនឹងលក្ខទាំងនេះសបញ្ជាក់ឲ្យឃើញថាសេរីភាពកាន់តែរួមតូចនឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៃការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខចំពោះដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាសហរដ្ឋអាមេរិកជាប្រទេសម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស្ដីអំពីដំណោះស្រាយរួមមួយនៅកម្ពុជាដែលបានចុះកិច្ចព្រមព្រៀងនៅថ្ងៃទី23ខែតុលាឆ្នាំ1991ហើយសហរដ្ឋអាមេរិកក៏ជាភាគីមួយចូលរួមចំណែកទទួលខុសត្រូវអំពីដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរសេចក្តីដូចបានគោរពនិងជម្រាបជូនខាងលើខ្ញុំសង្ឃឹមថាឯកឧត្តមប្រធានាធិបតីនឹងធ្វើអន្តរាគមន៍ទៅរាជរដ្ឋាភិបាលកម្ពុជាឲ្យបើកលំហសិទ្ធិនយោបាយសិទ្ធិបញ្ចេញមតិ
និងប្រជាធិបតេយ្យពេញលេញនៅកម្ពុជាជាក់ជាពុំខានសូមឯកឧត្តមប្រធានាធិបតីទទួលនៅការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំថ្ងៃសុក្រ1រោចខែផលគុណឆ្នាំរោងឆស័កពុទ្ធសករាជ2568ទីស្នាក់ការកណ្ដាលថ្ងៃទី14ខែមីនា ឆ្នាំ2025ប្រធានស្ដីទីគណៈបកជាមុនី